ខ្ញុំចង់ប្រាប់ពីរបៀបមើល candlestick ឡើងវិញបន្តិចvàចំណុចនេះសំខាន់ឧទាហរណ៍ថាយើងនៅក្នុងយើងមើលថា signal នេះគឺ signal បាយឡើងចឹងនេះអានេះ live candlestick នេះនេះបើក MT4 candlestick គឺ live គឺពងដើរអញ្ចឹងកាលណាវាឃើញវាញែកឡើងទៅលើអញ្ចឹងយើងចាប់ដើមបាយមិនចឹងទេបាយអញ្ចឹងយើងបាយឡើងរហូតមកដល់កន្លែងនេះវាចាប់ដើមថយវិញចូលមកដល់នេះអញ្ចឹងមកដល់កន្លែងនេះយើងបើសិនជាយើងគូបន្ទាត់វាឧទាហរណ៍ថាយើងថាមានបើសិនយើងគូបន្ទាត់វាសិនយើងគូបន្ទាត់វាអញ្ចឹងបានថាវាមកដល់កលៈហ្នឹងដល់កលៈហ្នឹងយើងឃើញថាវាចាប់ដើមកញ្ញាញចុះកញ្ញាញឡើងឃើញដល់នេះដូចនេះថាអញ្ចឹងគ្រាន់តែមកដល់ហ្នឹងយើងចាប់ដើមคลิกនេះ auto stop auto នេះវាតាមពិត EA ដូចគ្នាទេប៉ុន្តែដោយសារខ្ញុំប្រើ tablet ប្រើ notepad tablet របស់ខ្ញុំហ្នឹងវាបាត់អា font ហ្នឹងអត់ទៅដោយសារ resolution នឹងរៀបអត់ត្រូវប៉ុន្តែខ្ញុំគ្រាន់តែថាកាលណាយើងមកដល់កន្លែងហ្នឹងយើងចាប់ដើម click stop auto ភ្លាមទៅដើម្បីឲ្យវាដកកន្លែងហ្នឹងហើយយើង stop កុំឲ្យវាចូលទៀតណាយើងរងចាំឲ្យវាបុក clear ហ្នឹងឡើងលើសិនចាំយើងចូលភាសាទៀតបាត់បាយឡើងថែមទៀតទៅកំណត់ accel ទៅកម្លាំង accel អត់ទាន់បានទេដោយសារវានៅចំហអញ្ចឹងដូចខ្ញុំគឺចំណុចទៅល្អណាប៉ុន្តែម្ដងហ្នឹងយើងអាច stop ពីភាសាទៅប៉ុន្តែបើគ្រប់ target 2 ទៅ 3% ហើយឈប់ trade ទៅគឺលេខដែលយើងអាចបានចូលយើងឃើញអញ្ចឹងហើយយើងអាច stop សិនទៅណាដើម្បីកុំឲ្យវាត្រដងធំជួនកាលវាឃើញអញ្ចឹងនៅមកដល់តាមហ្នឹងហើយវាអាចកាច់ធ្លាក់ចូលមកក្រោមវិញមកវូខណៈអញ្ចឹងណាអញ្ចឹងយើងអត់ចង់ឲ្យវាមានបញ្ហាអញ្ចឹងទេយើងអាចចុច stop ទៅឲ្យវា clear position ហើយចាំវា clear ឡើងលើចាំយើងចូលភាសាទៀតយើងត្រូវមានបន្ទាត់អញ្ចឹងយើងត្រូវមានបន្ទាត់ហ្នឹងដាក់គូសគ្រប់កន្លែងនេះគេថាជាចំណេះដឹងបន្ថែមទៀតសម្រាប់ professional នេះគេ price action ណានេះគេថា resistance គឺចំណុចជាងរបស់វាមកដល់កន្លែងហ្នឹងចឹងមកដល់កន្លែងហ្នឹងយើងប្រយ័ត្នមកដល់កន្លែងហ្នឹងយើងប្រយ័ត្នទៅមកថាបើសិនយើងមកបាយឡើងមកដល់កន្លែងហ្នឹងយើង stop វាមួយសាសិនយើងកុំចេះឲ្យចូលវិញហ្នឹងរបៀបថាមើលcandlestick ឲ្យវាយើងចង់និយាយថា professional គេប្រើ price action ហ្នឹងគេគូផ្ទាត់ចឹងកាលណាមកដល់កន្លែងហ្នឹងវាចាប់ដើមញ៉ៃជាងកាលវាអាចបកទៅលើជាងកាលវាឃើញអញ្ចឹងវាកាច់មកក្រោមវូមកណាបើសិនយើងមើលទៅនេះឃើញវាកាច់មកក្រោមវូមកជាងកាលវាអត់កាច់មកក្រោមទេកាច់មកក្រោមមកដល់ត្រឹមនេះហើយវាតកឡើងទៅលើបុក clear ហ្នឹងយើងចូលភាសាទៀតបានចូលភាសាទៀតបានមកដល់កន្លែងបន្ទាត់លើនេះយើងចាប់ដើមប្រយ័ត្នភាសាទៀតទៅកន្លែងហ្នឹងគឺចំណុចដែលវាទាញតម្លាក់ចុះមកថាកន្លែងហ្នឹងកន្លែងវាទាញតម្លាក់ចុះនេះដូចគ្នាមកដល់កន្លែងទាញតម្លាក់ចុះអញ្ចឹងយើងប្រយ័ត្នចំណុចហ្នឹងអានេះគឺចំណុចបន្ថែមចាប៉ុន្តែបើសិនជាយើងមិនបាច់ analyze ដល់ហ្នឹងខ្ញុំដូចខ្ញុំនិយាយអញ្ចឹងកាលណាវាឃើញញែកចឹងហើយឡើងលើយ៉ាងហើយឃើញទីផ្សារ sideways អញ្ចឹង stop auto ហ្មងទៅឈប់សិនចាំឲ្យវាចាំមើលសិនណាកន្លងវាមិនជាពិសេសនៅពេលណាដែល candlestick ចូលមកវាកោងចកងឡើងអញ្ចឹងណាអានេះយើង stop មើលសិនទៅអូខេអរគុណនេះចំណុចបន្ថែមទៀត